បាទជំរាបសួរបងប្អូនទាំងអស់គ្នាក៏ដូចជាសួស្តីបងប្អូនបាទថ្ងៃនេះខ្ញុំកំពុងតែរៀបចំថ្នាំមួយឈុតមិនមែនមួយឈុតទេគឺថ្នាំនេះចំនួន3ឈុតបងប្អូនណាវាទុនដៃទុនជើងងើបអត់រួចចឹងហ្មងបងដែលជ្រូករបស់គាត់នោះគឺជាប្រភេទជ្រូកកណ្ដុរជ្រូកកណ្ដុរហើយកាត់ជាមួយជ្រូកព្រៃគាត់មានបញ្ហាមិនស៊ីបាយហើយក៏វាទុនជើងផងដែរហើយក៏យើងបានពិភាក្សាក៏ដូចជាពិគ្រោះយោបល់គ្នាដែរមុននឹងយើងធ្វើការផ្ញើថ្នាំជូនគាត់នេះហើយថ្នាំនេះវាមិនមែនថាព្យាបាលទៅលើជំងឺគ្រប់ជំងឺតែម្ដងទេវាព្យាបាលទៅលើជំងឺដែលដូចថាវាមិនស៊ីបាយអន់បាយជំងឺទូទៅរបស់ជ្រូកមិនថាបញ្ហាគោអីផ្សេងឬក៏បញ្ហារាគបញ្ហារាគក៏ឈុតនេះព្យាបាលជួយបានផងដែរឬក៏បញ្ហាទូទៅលើបញ្ហាផ្លូវរំលាយអាហារក៏ដូចជាបញ្ហាសួតលាកសួតឬក៏មានបញ្ហាក្អកអីចឹងទៅក៏ឈុតនេះអាចជួយបានផងដែរមិនមែនមានតែប៉ុណ្្នឹងទេបងប្អូនណាថ្នាំនេះគឺអាចប្រើបានទៅលើជំងឺទូទៅហ្នឹងគឺបានច្រើនបន្តទៀតផងដែរប៉ុន្តែគាត់ថាឥឡូវនេះខ្ញុំនិយាយតែទៅលើជ្រូកហើយខ្ញុំនឹងដាក់វីដេអូនៅក្នុងភ្ជាប់ជាមួយវីដេអូនេះផងដែរដើម្បីបងប្អូនមើលកាន់តែច្បាស់ថាថ្នាំដែលយើងផ្ញើទៅជូនបងនៅខាងកំពង់សោមនេះគឺជ្រូករបស់គាត់មានបញ្ហាអីប៉ុន្តែជ្រូកដែលមានបញ្ហាណាឥឡូវហ្នឹងវាបានបាត់បង់ជីវិតបាត់ហើយបងប្អូនណាប៉ុន្តែគាត់យកទៅដាក់យកទៅព្យាបាលនេះគឺព្យាបាលទៅលើជ្រូកផ្សេងដោយសារគាត់បង្ការជ្រូកដែលនៅមានជីវិតហ្នឹងចាក់ព្យាបាលក៏ដូចជាទប់ស្កាត់ហើយថ្នាំបងប្អូនវាមិនមែនជាថ្នាំទេវតាមកពីណាចាក់ទៅដឹងតែជាទេបងប្អូនណាហើយមួយទៀតបើសិនជាជ្រូករបស់យើងមានបញ្ហាដូចជាប៉េះជ្រូកឬក៏ប៉េះអាហ្វ្រិកឬក៏អូយ៉ាស្គីឬក៏អីហ្នឹងជំងឺអស់ទាំងហ្នឹងបងប្អូននឹងស្រាប់ហើយมันមានថ្នាំណាសម្រាប់ព្យាបាលវាបានទេហើយសម្រាប់ប៉េះផងដែរបើយើងប៉េះធម្មតាយើងហ្នឹងយើងថាប៉េះខ្មែរឬក៏ប៉េះធម្មតាអញ្ចឹងបងប្អូនហ្នឹងដើម្បីបងប្អូនងាយយល់ប៉េះហ្នឹងគឺយើងមានវ៉ាក់សាំងដើម្បីចាក់ការពារប៉ុន្តែដោយឡែកអីប៉េះអាហ្វ្រិកពុំទាន់មានវ៉ាក់សាំងសម្រាប់ការពារប៉េះអាហ្វ្រិកនៅឡើយទេបងប្អូនណាអញ្ចឹងបងប្អូនកុំយល់ច្រឡំនៅកន្លែងបញ្ហាកន្លែងហ្នឹងបងប្អូនណាប៉េះអាហ្វ្រិកមិនទាន់មានវ៉ាក់សាំងការពារទេតែប៉ុន្តែបើប៉េះយើងគេថាប៉េះខ្មែរអញ្ចឹងទៅយើងមានវ៉ាក់សាំងដើម្បីការពារប៉ុន្តែបើថ្នាំមិនថាប៉េះយើងហ្នឹងឬក៏ប៉េះអាហ្វ្រិកទេពុំទាន់មានថ្នាំដើម្បីព្យាបាលវានៅឡើយទេបងប្អូនណាអញ្ចឹងពេលខ្លះជ្រូកមានបញ្ហាវាលេចឡើងវាក្រហមខ្លួនលក្ខជាខៀវលក្ខជាក្រហមទ្រូងក្រហមអុចឬក៏មានបញ្ហាទុនជើងឬក៏ផ្សេងហ្នឹងវាអាចលីឡំនឹងជំងឺច្បុកច្បល់គ្នាយើងពិបាកក្នុងការសន្តានបងប្អូនណាដោយសារខ្ញុំព្យាបាលពេលខ្លះក៏យើងនៅក្បែរជ្រូកនៅពេលដែលកសិករគាត់តាមខ្ញុំឲ្យមើលជ្រូករបស់គាត់បើសិនជ្រូកនឹងយើងព្យាបាលជាយើងគិតថាមានភាគរយក្នុងការព្យាបាលជាយើងនឹងចាក់ព្យាបាលជូនពួកគាត់ប៉ុន្តែបើសិនជាយើងមើលទៅភាគរយនៃការព្យាបាលហ្នឹងមានត្រឹមតែ 50% ឬក៏ 60% ទេយើងនឹងប្រាប់ម្ចាស់សត្វតាមរយៈតាមនឹងជាក់ស្ដែងបងប្អូនណាយើងមិនមែនតែចេះតែចាក់ព្យាបាលទេប៉ុន្តែភាគច្រើនដូចជាបងប្អូនដែលកំងថ្នាំខ្ញុំតាមអនឡាញក្តីឬក៏មើលវីដេអូខ្ញុំតាម YouTube ពេលខ្លះគាត់ផ្ញើវីដេអូមកឬក៏ការឆ្លើយប្រាប់របស់គាត់ហ្នឹងក៏វាមិនបានទលំទលាយនឹងក្បោះក្បាយដែរអញ្ចឹងក៏យើងរៀបចំថ្នាំទៅតាមអ្វីដែលយើងបានសាកសួរគាត់ក៏ដូចជាវីដេអូរបស់គាត់បង្ហាញយើងមកអញ្ចឹងបងប្អូនណាប៉ុន្តែយើងនៅតែបញ្យល់ណែនាំគាត់អញ្ចឹងថាបើសិនជាវាមានបញ្ហាប៉េះអាហ្វ្រិកឬក៏ប៉េះជ្រូកឬក៏អូយ៉ាស្គីឬក៏ជំងឺផ្សេងទៀតទៅជាខៀវអីជាដើមហ្នឹងគឺมันមានថ្នាំព្យាបាលវាទេបងប្អូនណាអានេះគឺឈុតនេះគឺយើងរៀបជាឈុតនេះគឺដើម្បីព្យាបាលទៅលើជំងឺទូទៅរបស់ជ្រូកហើយចាក់ទៅលើជ្រូកសាច់ក៏បានចាក់ទៅលើគោក៏បានដែរអញ្ចឹងថ្នាំនេះគឺយើងរៀបនេះគឺមិនថាចាក់ទៅលើជ្រូកផើមឬក៏គោផើមយើងអាចចាក់បានបងប្អូនណាប៉ុន្តែគ្រាន់ថាយើងឆ្លិចថ្នាំព្រោះនៅក្នុងនេះវាមានថ្នាំក៏ដូចជានេះបងប្អូនណាដូចជាដេកសាអីជាដើមហ្នឹងយើងមិនអាចចាក់ទៅលើមេជ្រូកផើមបានទេហើយ Flodoc នេះក៏យើងមិនអាចចាក់ទៅលើជ្រូកផើមឬក៏មេគោផើមបានដែរប៉ុន្តែថ្នាំផ្សេងដូចជា Parase ក៏ដូចជា Sodium សេឌីយ៉ាសូនេះអានេះគឺយើងអាចចាក់ទៅលើមេផើមឬក៏ដូចជាជ្រូកផើមគោផើមបានណាបងប្អូនណា
ចឹងឆ្នាំនេះនៅដែលយើងរៀបចំមកឈុតនេះយើងមិនមែនថាចាក់ម្ដងទាំងអស់នឹងតែម្ដងទេបងប្អូនយើងមិនមែនចាក់មកទាំងអស់នឹងទេបាទនៅពេលឆ្នាំដែលខ្ញុំផ្ញើជូនទៅកសិករក៏ដូចជាបងប្អូនអញ្ចឹមជ្រូកខ្ញុំនឹងប្រាប់ពីរបៀបនៃការប្រើប្រាស់ថ្នាំតាមជំហានរបស់វាអញ្ចឹងទៅឬក៏ថ្នាំណាយើងអាចប្រើទៅលើមេកូផើមមេជ្រូកផើមហើយថ្នាំណាដែលយើងប្រើទៅលើជ្រូកសាច់ឬក៏គោសាច់អីជាដើមបងប្អូនណាបាទអញ្ចឹងវីដេអូថ្ងៃនេះខ្ញុំគ្រាន់តែចង់ប្រាប់បងប្អូនខ្លះក៏ដូចជាចេញវីដេអូនៃការរៀបចំថ្នាំបាទចេញទៅតាមខេត្តដើម្បីឲ្យបងប្អូនខ្លះគាត់មើលនៅក្នុងYouTube Channel របស់ខ្ញុំគាត់ឃើញតែរបៀបនៃការព្យាបាលសត្វប៉ុន្តែគាត់មិនបានឃើញពីវីដេអូដែលយើងរៀបចំថ្នាំជូនទៅកាន់ម៉ួយក៏ដូចជាអតិថិជនតាមខេត្តផ្សេងៗទេប៉ុន្តែថ្ងៃនេះខ្ញុំនឹងចេញវីដេអូនេះពីការរៀបចំអីវ៉ាន់ដើម្បីជូនទៅកាន់ម៉ួយក៏ដូចជាកសិករយើងចិញ្ចឹមសត្វបាទអញ្ចឹងវីដេអូថ្ងៃនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនត្រូវការថ្នាំសម្រាប់ព្យាបាលទៅលើមេជ្រូកឬក៏មេគោឬក៏ជ្រូកសាច់កូនជ្រូកកូនគោឬក៏សត្វផ្សេងមាន់ទីអីជាដើមបងប្អូនអាចប្រឹក្សាយោបល់ជាមួយខ្ញុំនឹងធ្វើការផ្ញើថ្នាំជូនបងប្អូនហើយយើងមិនមែនជាផ្ញើថ្នាំទេយើងពេលខ្លះក៏យើងអាចសាកសួរគ្នាបានបាទពីគ្រូយោបល់គ្នាសិនទៅដើម្បីឲ្យភាគរយនៃការដឹងពីជំងឺសត្វបងប្អូនកាន់តែច្បាស់យើងនឹងផ្ញើថ្នាំទៅវាមានភាគរយក្នុងការព្យាបាលឲ្យកាន់តែជាតាមរយៈការសាកសួរនឹងផងដែរបងប្អូនណាបាទចឹងបងប្អូនមានចម្ងល់អាចសាកសួរបានហើយបងប្អូនត្រូវការថ្នាំអីផ្សេងក៏បងប្អូនអាចបញ្ជាទិញនៅក្នុង YouTube Channel របស់ខ្ញុំហើយខ្ញុំនឹងដាក់លេខទូរស័ព្ទក៏ដូចជាប្រព័ន្ធ Telegram មួយខ្សែផងដែរដើម្បីបងប្អូនងាយស្រួលក្នុងការសាកសួរក៏ដូចជាធ្វើការកម្មង់ថ្នាំផងដែរចឹងទីតាំងរបស់ខ្ញុំគឺខ្ញុំមានច្បាស់លាស់បងប្អូនណាគឺទីតាំងនៅខាងភូមិទំនប់ឃុំទំនប់ស្រុកបាទីខេត្តកំពង់ចាមបងប្អូនអាចនៅចិត្តនេះអីអាចមកទិញបាទមកដល់កន្លែងទីតាំងផ្ទាល់បានបងប្អូនណាបាទព្រោះអីបងប្អូននឹងស្រាប់ហើយមិនថាខ្ញុំមិនថាបងប្អូនទាំងអស់គ្នាទេពេលខ្លះយើងទិញអីវ៉ាន់តាមអនឡាញយើងមិនសូវមានទំនុកចិត្តដែរហ្នឹងបងប្អូនណាខ្លាចចំពេកខ្លះខ្លាចចំchannel ខ្លះគាត់លក់អីវ៉ាន់តាមអនឡាញហ្នឹងយើងទិញអីវ៉ាន់យើងផ្ញើលុយទៅហើយគាត់មិនផ្ញើអីវ៉ាន់ជូនយើងវិញបងប្អូនអញ្ចឹងខ្ញុំយល់អារម្មណ៍ហ្នឹងបងប្អូនប៉ុន្តែសម្រាប់ page របស់ខ្ញុំក៏ដូចជា YouTube Channel របស់ខ្ញុំលក់ថ្នាំគឺខ្ញុំគោរពនៅវិជ្ជាជីវៈរបស់ខ្ញុំហើយបងប្អូនទិញថ្នាំប្រកាសជាបានថ្នាំបងប្អូនណាហើយបងប្អូនអាចតាមដានមើល Channel YouTube របស់ខ្ញុំក៏ដូចជា page របស់ខ្ញុំបានហើយបងប្អូនទុកចិត្តបាទមានទំនុកចិត្តចាំធ្វើការបញ្ជាថ្នាំបងប្អូនណាហើយខ្ញុំប្រកាសបញ្ជាជូនបងប្អូនណាបងប្អូនអត់មានការភ័យខ្លាចរឿងថាអូទិញអីវ៉ាន់ហើយមិនបានអីវ៉ាន់ទេបងប្អូនហើយដោយសារខ្ញុំវីដេអូដែលខ្ញុំចេញពីការរៀបចំអីវ៉ាន់ឬក៏អតិថិជនគាត់ទិញថ្នាំខ្ញុំមិនសូវបានផុសទេបងប្អូនខ្ញុំផុសតែពីការព្យាបាលសត្វអញ្ចឹងណាបងប្អូនណាបាទអញ្ចឹងបងប្អូនអាចមានទំនុកចិត្តបានមកលើ page របស់ខ្ញុំក៏ដូចជា channel YouTube របស់ខ្ញុំបានបងប្អូនណាអាចបញ្ជាទិញដោយទំនុកចិត្ត 100% បងប្អូនណាអរគុណច្រើន